បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទរៀងតឹងចំបោះបន្តិចផ្ដាសាយផងកដាស់ផងតែមិនអីទេគ្រាន់តែប៉ុណ្ណឹងគឺមិនអាចបង្អាក់ខ្ញុំទៅយកគ្រឿងចាក់ដែលមានគុណភាពល្អយកទៅស្រុកខ្មែរបានទេបើគ្រាន់តែក្តៅខ្លួនតឹងចំបោះហើយនឹងហៀសម្បោបន្តិចបន្តួចសម្រាប់នៅផ្ទះនោះខ្ញុំបាទដូចជាមានអារម្មណ៍ថាអត់ប្រយោជន៍បើសិនជាចង់សម្រាប់ម្ដេចក៏មិនទៅយកគ្រឿងចាក់ទៅក៏ព្រោះថាគ្រាន់តែអង្គុយបើកឡានធំទៅយកគ្រឿងចាក់ម្ដង6-7 ម៉ោងហើយបោកទាំងដំណើរទៅហើយនឹងត្រឡប់មកវិញក៏ជិត20 ម៉ោងទៅហើយនោះក៏ដូចជាការសម្រាកដែរសម្រាប់ខ្ញុំហើយការធ្វើការងារដោយឈឺបន្តិចបន្តួចបែបនេះខ្ញុំគិតថាមិនមែនជារឿងធំដុំអ្វីនោះទេបើសិនជាធៀបជាមួយនឹងខ្សែរឿងឬក៏ប្រវត្តិជីវិតរបស់ក្រុមការងារយើងខ្ញុំនៅឯឃ្លាំងលក់គ្រឿងចាក់ CSK ឧទាហរណ៍ជាក់ស្ដែងនោះគឺប្រវត្តិរបស់មេជាងម៉ាស៊ីននៅឃ្លាំងយើងខ្ញុំតែម្ដងប្រហែលជាការពីជាង40ឆ្នាំមុនមេជាងម៉ាស៊ីនរបស់យើងគឺមិនទាន់ខ្លាចទៅជាមេជាងម៉ាស៊ីននោះទេគាត់គឺជាកូនជាងដែលមេជាងជាន់មុននឹងចូលចិត្តប្រើគាត់ឲ្យលាងតែខ្ចៅខ្យងឲ្យបានស្អាតហើយទុកមួយដុំហើយពេលដែលលាងស្អាតរួចហើយទើបមេជាងនឹងគាត់មកផ្គុំឬក៏ដំឡើងម៉ាស៊ីននោះតែឯងអញ្ចឹងសួរថាហេតុអ្វីបានជាមេជាងនឹងមិនប្រើគាត់ឲ្យជួយផ្គុំឬក៏ដំឡើងម៉ាស៊ីនជាមួយនឹងគាត់ក៏ព្រោះថាកាលពីជាង40ឆ្នាំមុនគឺគ្មានអ្នកចេះធ្វើម៉ាស៊ីនទេបើសិនជាមានក៏មានតិចផងដែរដូច្នេះចំណេះដឹងរបស់មេជាងគាត់មិនចង់ចែករំលែកដល់អ្នកជាន់ក្រោយទេបើនិយាយឲ្យស្រួលទៅគឺខ្លាចបែកទឹកលុយដូច្នេះមេជាងរបស់យើងបានត្រឹមតែលាងខ្ចៅខ្យងឲ្យមេជាងចំនួនមុនតែប៉ុណ្ណោះហើយណាមួយវិញទៀតមេជាងរបស់យើងគឺគាត់មានពិការភាពដោយជើងទាំងសងខាងរបស់គាត់គឺពិបាកដើរខ្លាំងណាស់ដូច្នេះមេជាងម៉ាស៊ីនចំនួននោះបើសិនជាដំឡើងម៉ាស៊ីនធំម៉ាស៊ីនដែលមានប៊ីស្តុង10ទៅ12ប៊ីស្តុងគឺវាចាំបាច់ត្រូវតែមានកូនជាងម្នាក់ទៀតមកជួយលើកជួយដាក់ហើយកូនជាងដែលជួយលើកជួយដាក់នោះគឺមិនមែនមេជាងរបស់យើងសពថ្ងៃនេះទេគឺកូនជាងផ្សេងទៀតដែលជាកូនជាងសំណប់របស់មេកាពីមុនអញ្ចឹងមេជាងរបស់យើងគឺនៅតែលាងម៉ាស៊ីនដដែលគឺមិនចេះដំឡើងទេអញ្ចឹងសួរថាតើធ្វើយ៉ាងម៉េចពីកូនជាងម៉ាស៊ីនដែលគេមិនអោយដំឡើងម៉ាស៊ីនសោះខ្លាចទៅជាមេជាងដ៏ពូកែនោះកើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនកូនជាងរបស់យើងគឺតែងតែត្រូវបានមិត្តរួមការងារទុកចោលឬក៏មេរបស់ខ្លួននឹងឲ្យនៅចាំប្រមូលសោទុកពេលបិទឃ្លាំងទៅផ្ទះវិញហើយពេលនេះហើយគឺជាពេលដ៏ល្អដែលគ្មានអ្នកណានៅចាំឃ្លាំងទេដូច្នេះកូនជាងរបស់យើងក៏លួចដោះគ្រឿងម៉ាស៊ីននោះតែម្ដងដោះរួចហើយគឺផ្គុំចូលវិញខ្លួនឯងរហូតដល់យប់ជ្រៅដោយសារតែការចង់ចេះចង់ដឹងកូនជាងរបស់យើងគឺលួចដោះម៉ាស៊ីនដែលមេគាត់ដំឡើងរួចកាលពេលថ្ងៃគាត់លួចដោះហើយផ្គុំចូលវិញពេលយប់តែម្ដងហើយនៅថ្ងៃបន្ទាប់ទៀតគឺគ្មាននរណាដឹងទេថាគាត់លួចដោះម្ដងហើយរបៀបរៀនពីម៉ាស៊ីនគាត់ធ្វើបែបនេះជារៀងរាល់យប់រហូតដល់ទៅសិស្សចំណិតរបស់មេជាងធំរបស់គាត់នោះក៏មិនអាចពូកែដូចគាត់បានហើយនៅពេលណាដែលគាត់ចេញរកស៊ីខ្លួនឯងចេញធ្វើជាងម៉ាស៊ីនសិស្សរួមគ្រូការពីមុនរបស់គាត់គឺត្រឡប់មកធ្វើជាកូនជាងរបស់គាត់វិញហើយសូម្បីតែមេជាងរបស់គាត់ពីមុនពេលទទួលបានការងារលំបាកគិតតែខ្លួនឯងមិនអាចធ្វើបានទេក៏យកមកឲ្យគាត់ធ្វើហើយគាត់ក៏អាចធ្វើបានផងដែរហើយមូលហេតុនេះហើយទើបមេជាងធំរបស់ឃ្លាំងលក់គ្រឿងចាក់ CSK យើងខ្ញុំគាត់តែងតែរអ៊ូថាក្មេងៗចំនួននេះគឺគ្មានភាពតស៊ូទេមិនបាច់ឲ្យពួកវាទៅលួចក្រេបចំណេះដឹងដូចអ្នកជាន់មុននោះទេបើសិនជាគាត់ដំឡើងម៉ាស៊ីនហើយឲ្យពួកក្មេងៗគេមកមើលផ្ទាល់នៅនឹងមុខមិនបាច់លួចមើលគេដូចចំនួនគាត់នោះទេទោះបីមកជំតិតមើលនៅចំពីមុខទៀតក៏គាត់គិតថាមិនចេះដែរហើយជីវប្រវត្តិពិតប្រាកដរបស់គាត់ដ៏តូចមួយនេះក៏វាបានឆ្លុះបញ្ចាំងទៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ឆ្លុះបញ្ចាំងថាបើសិនជាគេឲ្យយើងស្រួលពេកឬក៏បុគ្គលម្នាក់នោះគាត់មិនចង់ចេះផងបើទោះបីជាយើងខំចាក់បញ្ចូលប៉ុណ្ណាក៏ដោយក៏មិនអាចឲ្យម្នាក់នោះចេះបានទេហើយប្រវត្តិមេជាងម៉ាស៊ីនរបស់ឃ្លាំងលក់គ្រឿងចាក់យើងខ្ញុំក៏ខ្ញុំគិតមើលទៅស្រដៀងទៅនឹងប្រវត្តិខិតខំប្រឹងប្រែងរបស់ព
ពុកម៉ែបងប្អូនផងដែរឧទាហរណ៍នោះគឺដូចជាគ្រូអង់គ្លេសរបស់ខ្ញុំអញ្ចឹងការចំនួនមុនគេមកបង្រៀនអង់គ្លេសគ្រូតែម្នាក់ទេតែកូនសិស្សរាប់សិបនាក់ហើយគ្រូអង់គ្លេសរបស់ខ្ញុំនោះគាត់បានអង្គុយនៅក្រោយគេបង្អស់សឹងតែស្ដាប់សំឡេងគ្រូអត់សូវឮតែចុងក្រោយអ្នកដែលចេះអង់គ្លេសច្រើនជាងគេឬក៏ពូកែជាងគេនោះគឺគ្រូអង់គ្លេសរបស់ខ្ញុំតែម្ដងដូច្នេះការចេះដឹងគឺមិនរំពឹងលើកន្លែងអង្គុយនៅក្បែរគ្រូនៅកណ្ដាលឬក៏នៅក្រោយគេនោះទេបើអ្នកចង់ចេះចង់ដឹងទោះបីនៅក្នុងស្ថានភាពលំបាកលំបិនបែបណាក៏ដោយក៏នឹងអាចចេះបានលើសគេផងដែរដូច្នេះយើងទាំងអស់ឈប់ឆ្ងល់ទៅថាហេតុអ្វីបានជាគាត់ម្នាក់នោះគឺជាមេការសំណង់ដ៏ពូកែហេតុអ្វីបានជាគាត់គឺជាមេចុំភៅធ្វើម្ហូបឆ្ងាញ់ជាងគេហេតុអ្វីបានជាគាត់គឺជាស្ថាបត្យករដែលឲ្យតែគម្រោងគាត់ធ្វើផ្លូវធ្វើថ្នល់គឺដឹងតែធ្វើជាប់ជាងគេធ្វើល្អជាងគេកាន់ឆ្នាំចម្លើយនោះគឺមកពីបុគ្គលទាំងអស់នោះគឺជាបុគ្គលដោះទោះបីធ្លាក់ទៅដល់កាហែងណាក៏ដោយឬក៏កលៀតណាក៏ដោយពួកគេទាំងអស់នោះនឹងខិតខំប្រឹងប្រែងដោះចេញពីកលៀតកាហែងនោះខ្លាចទៅជាដើមឈើដ៏ធំនៅថ្ងៃអនាគតបានអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់ប្រវត្តិមេជាងម៉ាស៊ីនរបស់យើងខ្ញុំហើយនឹងបានឃើញវីដេអូឡើងទូគ្រឿងចក្រពីជប៉ុនទៅស្រុកខ្មែរដូច្នេះបើសិនជាបងប្អូនត្រូវការរកគ្រឿងចក្រដែលមានគុណភាពខ្ពស់និងមានការពិនិត្យយ៉ាងច្បាស់លាស់ចេញពីមេជាងធំរបស់យើងខ្ញុំបងប្អូនអាចតាក់ទងការ៉ាស់លក់គ្រឿងចក្រ CSK យើងខ្ញុំបានអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នានិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត